សូមជម្រាបសួរពុកម៉ែបងប្អូននៅពេលនេះខ្ញុំបាទនឹងលើកយកតម្រុយឆ្នោតវៀតណាមម៉ោង 1:30 នាទីម៉ោង 4:30 នាទីម៉ោង 6:30 នាទីថ្ងៃទី5ខែមិថុនាឆ្នាំ2025ដើម្បីមកចែកជូនពុកម៉ែបងប្អូនមនុស្សចូលដល់តម្រុយឆ្នោតខ្ញុំបាទសូមលើកយកតម្រុយឆ្នោតដែលបានឲ្យការពីម្សិលមិញដើម្បីមកទៀងទាត់ជូនពុកម៉ែបងប្អូនសម្រាប់ម៉ោង 1:30 នាទីម៉ោង 4:30 នាទីហើយនិងម៉ោង 6:30 នាទីតម្រុយដែលខ្ញុំបានឲ្យគឺមានលេខ49 92 16 21លេខអុកមាន2ទង់គឺអុកទង់20ហើយនិងអុកទង់9បន្តមកទៀតនេះខ្ញុំបាននឹងទៀងទាត់ជូនពុកម៉ែបងប្អូនសម្រាប់ម៉ោង 1:30 នាទីម៉ោង 1:30 នាទីគឺយើងត្រូវបានប៉ុស A គឺ23គឺត្រូវលេខអុកបន្តមកទៀតគឺយើងត្រូវបានប៉ុស B គឺ92គឺត្រូវចំតម្រុយតែម្ដងតម្រុយគឺបានឲ្យលេខ92បន្តមកទៀតគឺយើងត្រូវបានប៉ុស D គឺ91ត្រូវចូលទង់សរុបម៉ោង 1:30 នាទីគឺយើងត្រូវបាន3គ្រាប់បន្តមកទៀតនេះខ្ញុំបាទនឹងទៀងទាត់ជូនពុកម៉ែបងប្អូនសម្រាប់ម៉ោង 4:30 នាទីម៉ោង 4:30 នាទីគឺយើងត្រូវបានប៉ុស H គឺ28គឺត្រូវលេខអុកបន្តមកទៀតគឺយើងត្រូវបានប៉ុស B គឺ14ត្រូវចូលទង់បន្តមកទៀតគឺយើងត្រូវបានប៉ុស D គឺ16គឺត្រូវចំតម្រុយតែម្ដងតម្រុយគឺបានឲ្យលេខ16សរុបម៉ោង 4:30 នាទីគឺយើងត្រូវបាន3គ្រាប់បន្តមកទៀតនេះខ្ញុំបាននឹងទៀងទាត់ជូនពុកម៉ែបងប្អូនសម្រាប់ម៉ោង 6:30 នាទីម៉ោង 6:30 នាទីគឺយើងត្រូវបានប៉ុស A គឺ22គឺត្រូវលេខអុកបន្តមកទៀតគឺយើងត្រូវបានប៉ុស C គឺ21គឺត្រូវចំតម្រុយតែម្ដងតម្រុយខ្ញុំបានឲ្យលេខ21សរុបម៉ោង 6:30 នាទីគឺយើងត្រូវបាន2គ្រាប់ហើយបន្តមកទៀតនេះខ្ញុំបាទនឹងលើកយកតម្រុយសម្រាប់ថ្ងៃទី5ខែមិថុនាឆ្នាំ2025ដើម្បីមកចែកជូនពុកម៉ែបងប្អូនដើម្បីចាក់ផ្សងសំណាងតម្រុយដែលខ្ញុំបាទបានឲ្យគឺមានលេខ36គឺមានលេខ83គឺមានលេខ63គឺមានលេខ05លេខអុកមាន2ទង់គឺអុកទង់0ហើយនិងអុកទង់6សូមពុកម៉ែបងប្អូនជួយចុច Subscribe ហើយនិងសញ្ញាមេដៃចុចសញ្ញាកណ្ដឹងដើម្បីទទួលបានវីដេអូថ្មីៗដែលខ្ញុំបាទបានចេញជារៀងរាល់ថ្ងៃសូមជូនពរសូមឲ្យពុកម៉ែបងប្អូនមានសំណាងល្អគ្រប់ក្រុមគ្រួសារបើសិនជាពុកម៉ែបងប្អូនមានចម្ងល់អ្វីមួយចង់សាកសួរឬក៏ផ្ដល់យោបល់សូមខមមិននៅខាងក្រោមសូមអភ័យទោសចំពោះការខុសឆ្គងដោយអចេតនាណាមួយសូមអរគុណសូមជម្រាបលាជួបគ្នានៅវីដេអូក្រោយៗទៀត